ផ្លេចគិតមេត្តាទី17ខ្ញុំមិនត្រូវការលើកទឹកចិត្តខ្ញុំមិនត្រូវការលើកទឹកចិត្តស្ដាប់ទៅដូចជាមិនសូវទំនងទៀតហើយហាក់បីដូចជាមនុស្សរឹងទទឹងមិនចេះទទួលយកយោបល់ឬការលើកទឹកចិត្តពីអ្នកដទៃអញ្ចឹងតាមពិតវាមិនដូចនៅអ្វីដែលអ្នកកំពុងគិតនោះទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបែរមកគិតបែបនេះវិញគឺគិតថាអ្នកមិនត្រូវការលើកទឹកចិត្តពីអ្នកដទៃព្រោះគឺអ្នកទៅវិញទេដែលជាមនុស្សចាំលើកទឹកចិត្តអ្នកដទៃដែលនៅជុំវិញខ្លួនអ្នកនោះអ្នកនឹងក្លាយទៅជាមនុស្សមួយផ្សេងទៀតនៅពេលដែលអ្នកកំពុងតែគិតបែបនេះគឺគិតបែបមនុស្សរឹងមាំមិនមែនគិតបែបមនុស្សទន់ខ្សោយឬទន់ជ្រាយនោះទេមានមនុស្សជាច្រើនហើយអាចរួមមានទាំងអ្នកផងនោះដែលកំពុងរស់នៅលើโลกយ៉ាងនេះដែលតែងតែគិតនិងចង់បាននរណាម្នាក់មកជួយលើកទឹកចិត្តខ្លួនដោយសារអ្នកមានអារម្មណ៍ថាឯកានៅពេលដែលអ្នកកំពុងតែជួបការលំបាកឬបញ្ហាអ្វីមួយដូច្នេះហើយទើបអ្នកចង់មាននរណាម្នាក់ដើម្បីធ្វើជាមនុស្សលើកទឹកចិត្តអ្នកប៉ុន្តែអ្នកហាក់ភ្លេចគិតថាហេតុអ្វីអ្នកជាមនុស្សនឹងគេដែរចាំបាច់អីទៅរកចាំឲ្យអ្នកដទៃមកលើកទឹកចិត្តអ្នកនោះម្ដេចមិនធ្វើជាអ្នកចាំលើកទឹកចិត្តអ្នកដទៃទៅវិញអ្នកសាកសួរខ្លួនឯងបន្តិចទៅមើលដូចនេះអ្នកគួរតែគិតថាមានអ្នកដទៃផ្សេងទៀតដែលកំពុងតែរងចាំអ្នកទៅលើកទឹកចិត្តពួកគេក៏ជាមនុស្សដែរអញ្ចឹងគេក៏ចេះពិបាកចិត្តនិងមានបញ្ហាដែរដូចនេះហើយអ្នកគួរតែធ្វើជាមនុស្សម្នាក់ចាំលើកទឹកចិត្តដល់ពួកគេទាំងនោះវិញជាងធ្វើជាមនុស្សទន់ខ្សោយរងចាំតែអ្នកដទៃមកលើកទឹកចិត្តឬជំរុញទឹកចិត្តអ្នកនោះតើធ្វើដូចម្ដេចដើម្បីក្លាយជាមនុស្សដែលចេះលើកទឹកចិត្តអ្នកដទៃចំណុចនេះអាចថាងាយឬអាចថាពិបាកក៏បានវាអាស្រ័យថាតើអ្នកមើលខ្លួនឯងជាមនុស្សបែបណាដំបូងត្រូវចាំថាអ្នកត្រូវតែជាមនុស្សលើកទឹកចិត្តខ្លួនឯងជាមុនសិនហើយអ្នកត្រូវតាំងចិត្តថាអ្នកពិតជាអាចធ្វើវាបានបន្ទាប់មកចាប់ផ្ដើមរៀនអំពីចិត្តសាស្ត្ររបស់មនុស្សនិងប្រភេទការគិតរបស់មនុស្សជាពិសេសនោះគឺធម្មជាតិនៃមនុស្សតែម្ដងឈប់សិនកុំទាន់គិតថាវាពិបាកព្រោះអ្នកជាមនុស្សដែលចាំលើកទឹកចិត្តអ្នកដទៃអញ្ចឹងហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះសម្រាប់អ្នកព្រោះពេលខ្លះក៏វាទាមទារឲ្យអ្នកជាមនុស្សដែលមានទេពកោសល្យខាងនឹងដែរហើយនៅពេលដែលអ្នកចេះមេរៀនទាំងអស់នេះហើយអ្នកនឹងដឹងថាបញ្ហាគ្រាន់តែជារឿងសាមញ្ញមួយប៉ុណ្ណោះវាគ្រាន់តែជាផ្នែកមួយនៃជីវិតរបស់មនុស្សលោកតែប៉ុណ្ណោះហើយបើនិយាយពីវិធីសាស្ត្រនៃការលើកទឹកចិត្តមនុស្សវិញប្រកាសណាស់អ្នកនឹងចេះវាដោយឯងតែម្ដងទាំងការលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃផងដែរដូចនេះពេលដែលអ្នកក្លាយទៅជាមនុស្សម្នាក់ដែលចេះលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃហើយនោះរាល់បញ្ហាការលំបាកឬពេលបាក់ទឹកចិត្តដែលអ្នកបានជួបទាំងអស់នោះជាស្វ័យប្រវត្តិអ្នកនឹងដឹងថាបញ្ហាឬការលំបាកទាំងនោះគួរដោះស្រាយបែបណានិងគួរដើរតាមផ្លូវណាឬអាចទាយដឹងមុនពីបញ្ហាបំរុងនឹងកើតឡើងថែមទៀតក៏ថាបានដោយពាក្យមួយរបស់ឆាវបាននិយាយថាអ្នកឆ្លាតគិតវែងឆ្ងាយហើយមើលធ្លុះលទ្ធផលមួយវិញទៀតបើមាននរណាម្នាក់ជួយផ្ដល់យោបល់ឬកំពុងនិយាយលើកទឹកចិត្តអ្នកនោះអ្នកគួរតែស្ដាប់និងស្ដាប់ដោយការគួរសមថែមទៀតផងព្រោះពីអ្វីដែលអ្នកបានស្ដាប់នោះអ្នកនឹងទទួលបាននូវអ្វីដែលថ្មីកុំទាន់បដិសេធនឹងយោបល់របស់អ្នកដទៃបើទោះជាយោបល់នោះអ្នកបានដឹងឬឮរួចទៅហើយក្តីចាត់ទុកថាជាបំណងល្អរបស់គេទៅចោះ